យោធាអ៊ីស្រាអែលអះអាងថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែនយោធាអ៊ីស្រាអែលបានដឹងថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែននៅថ្ងៃអាទិត្យទី30ខែមីនាឆ្នាំ2025បន្ទាប់ពីស្នូស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅតាមតំបន់ជាច្រើននៃប្រទេសនៅក្នុងសេចក្តីថ្លែងការណ៍មួយយោធាអ៊ីស្រាអែលបានបញ្ជាក់ដូចនេះថាបន្ទាប់ពីស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេងបានមួយសន្ទុះខ្លីនៅតាមតំបន់ជាច្រើនរបស់អ៊ីស្រាអែលមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែនត្រូវបានបាញ់ស្ទាក់បំផ្លាញដោយកងទ័ពអាកាសមុននឹងមីស៊ីលនេះហោះឆ្លងចូលក្នុងទឹកដីអ៊ីស្រាអែលក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែនត្រូវបានរាយការណ៍ថាបានបាញ់មីស៊ីលស្ទើរជាប្រចាំលើអ៊ីស្រាអែលចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាផ្ទុះឡើងកាលពីខែតុលាឆ្នាំ2023មកក្រុមហ៊ូទីក៏បាននឹងកំពុងវាយប្រហារលើកប៉ាល់ដឹកទំនិញរួមទាំងនាវាចម្បាំងអាមេរិកនៅក្នុងតំបន់សមុទ្រក្រហមផងដែរដោយនិយាយថាសកម្មភាពរបស់ពួកគេជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា